ជម្រាបសួរគណៈជាសួស្តីមិត្តអ្នកដែលលេងទាំងគ្នាខ្ញុំមកតាមុនថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកទៀតដែរបាទគឺវីដេអូដំណើរកម្សាន្តទៀតដែរហើយនេះខ្ញុំនាំមិត្តអ្នកដែលលេងទាំងគ្នាទៅមើលទេសភាពមួយដែលនៅស្រុកប្រជុំគឺទឹកជ្រោះផ្ដើមស្នេហ៍ហើយជាពិសេសអ្នកដែលរស់នៅក្នុងខេត្តរតនគិរីស្គាល់ច្បាស់ទឹកជ្រោះផ្ដើមស្នេហ៍ជាពិសេសយុវវ័យយុវតីក្មេងៗនឹងស្គាល់ច្បាស់ទឹកជ្រោះផ្ដើមស្នេហ៍បើសិនជាមិនស្គាល់ទេមិននិយាយទេមិនហើយមិនមករស់នៅខេត្តរតនគិរីទេបាទនិយាយលេងបងប្អូនគ្នាតោះជើងកុំខាត់ពេលវិញយូរតោះទៅដល់លេងវិទ្យាបងប្អូនទាំងអស់គ្នាបាទ let's go hello មិត្តអ្នកដែលលេងតែគ្នាឥឡូវខ្ញុំដល់ទឹកជ្រោះផ្ដើមស្នេហ៍ហើយខាងក្រុមនេះគឺទឹកជ្រោះផ្ដើមស្នេហ៍បងប្អូនគ្នាអូខេខ្ញុំសូមបញ្ជាក់បងប្អូនគ្នាបើសិនជាបងប្អូនគ្នាមកជ្រោះផ្ដើមស្នេហ៍តែប្រយ័ត្នប្រយែងបន្តិចតែវាចោលរៀងខ្ពស់ដែរអញ្ចឹងព្រោះផ្លូវពិបាកដែរឃើញបងមើលរូបវីដេអូពិបាកដែរវាចោលដែរណាតែវាមិនជាបញ្ហាធំដុំណាស់ណាទេបើសិនជាយើងចង់ទៅដល់លេងទូផ្លូវពិបាកណាក៏យើងដល់នេះបានអូនគ្នាទៅបាទមិត្តអ្នកដែលលេងឃើញហើយកងខូចខ្ញុំគឺទឹកជ្រោះផ្ដើមស្នេហ៍មើលពីចង្អាយដឹងតែស្អាតទៅរំនៅចិត្តនេះស្អាតប៉ុណ្ណាទៅណោះដល់ភ្លាមលែងចង់ធ្វើអីចង់ទៅងុយទឹកធ្លាក់វាស្អាតទេយ៉ាងមកទៅគ្នាចង់ងុយទឹកមិនទេនេះអើយវាស្អាតខ្លាំងមែនតើទឹកជ្រោះផ្ដើមស្នេហ៍នេះគឺស្អាតខ្លាំងមែនតើបងប្អូនគ្នាបាទអ្នកភូមិអ្នកស្រុកអ្នករកការីហៅថាទឹកជ្រោះផ្ដើមស្នេហ៍ប៉ុន្តែខ្ញុំវិញខ្ញុំហៅទឹកជ្រោះផ្ដាច់ស្នេហ៍ទេនិយាយលេងបងប្អូននិយាយលេងបាទអញ្ចឹងខ្ញុំសូមបញ្ជាក់បងប្អូនថាទឹកជ្រោះផ្ដើមស្នេហ៍នេះស្ថិតនៅក្នុងស្រុកឧយជុំខេត្តរតនគិរីហើយចម្ងាយពីក្រុងបន្លុងហ្នឹងគឺមិនឆ្ងាយហើយក៏មិនជិតដែរគឺចិត្តទេបងប្អូនគ្នាចិត្តដែរឲ្យគ្នាទៅចិត្តខ្លាំងមែនតើហើយជាប់នឹងវិរិយអគ្គិសនីស្រុកឧយជុំនេះហ្នឹងគឺចិត្តខ្លាំងមែនតើបងប្អូនគ្នាមិនផ្លូវអីជិះមកស្រួលមកអែមហ្មងវងជិះថា2-3នាទីគឺដល់ហើយឡើងទីផ្ដល់ស្នាយហ្នឹងអញ្ចឹងបងប្អូនគ្នាខ្ញុំរៀបកំណត់បងប្អូនគ្នាទៅដល់លេងកន្លែងហ្នឹងបានអាចនាំមកគុណកូនក្រុមគ្រួសារមិត្តភ័ក្តិទៅដើរលេងកន្លែងហ្នឹងបានអញ្ចឹងពេលហ្នឹងគឺស្អាតសម្រាប់លំហែកាយរីឡាក់អីហ្នឹងគឺអែមកន្លែងហ្នឹងគឺត្រូវមកទេអូខេអញ្ចឹងក៏ខាត់ពេលយូរតើទៅមើលទស្សនវិជ្ជាវាស្អាតប៉ុណ្ណាទៅមួយខ្ញុំទាំងអស់គ្នាបាទ let's goបាទបងប្អូនអ្នកគ្នាអញ្ចឹងវីដេអូខ្ញុំបាទតាបុនមានតែប៉ុណ្្នឹងទេហើយយើងនឹងជួបគ្នាវីដេអូក្រោយបើសិនជាខ្ញុំបាទតាបុននិយាយខុសឆ្គងតរប្រការណាមួយលឺលួសសូមអភ័យទោសពីសំណាក់មិត្តអ្នកដើរទាំងអស់គ្នាបាទខ្ញុំបាទតាបុនអរគុណច្រើនសូមជម្រាបលាបាយបាយអរគុណច្រើន